បើជំរាបសួរបងប្អូនអ្នកគ្នាបាទនេះយើងមើលប្រភេទសត្វឆ្កែបែបទៀតដូចអាជីណាតិចហើយនឹងដូចបាទឆ្កែចតតិចបាទយើងមើលកម្មវិធីនៃការវាប្រហាររបស់វាបាទវាមានការវាប្រហារជាក្រុមដូចគ្នាប៉ុន្តែនៅពេលនេះយើងឃើញវាបាទវាសំបីចូលទៅក្នុងទឹកបាទក៏វាហែកទឹកទៅបាទទៅតាមប្រមាញ់ចំណីរបស់វាដែរអញ្ចឹងបានន័យថាបាទការវាប្រហាររបស់វាគឺមិនថានៅលើគោកទេបាទអញ្ចឹងចុះទឹកក៏វាហ៊ានបាទទៅវាប្រហារសត្វមួយនេះដែរបាទបាទយើងមើលឃើញទាំងអស់គ្នាហើយបាទនេះបាទអញ្ចឹងបានន័យថាពួកដៅរបស់វាមួយគឺវាធ្វើឲ្យបានសម្រេចមកបាទអញ្ចឹងជាវាហៅថាជាគូក្បាលរបស់សត្វមកប្រភេទនេះបាទគឺខ្លាំងជាងយីណាខ្លាំងជាងតោនិងខ្លាំងជាងខ្លានិងឆ្កែតចកមួយចំនួនបាទយើងមើលឃើញអស់គ្នានេះវាគៀងសត្វក្តាញ់សត្វប្រើសឡំសត្វប្រើសបាទសំបីនៅក្នុងទឹកបាទវាគៀងដើម្បីឲ្យឡើងលើគោកហើយដើម្បីឲ្យវងរបស់វាបាទវងរបស់វានឹងចុះមកជួយវាធ្វើជាចំណីអាហារបាទអញ្ចឹងយើងមិនដែលជួបទេបាទថ្ងៃនេះយើងបានជួបបាទសត្វវងសត្វឆ្កែមួយរូបមួយក្រុមនេះទៀតបាទប្រភេទមួយនេះទៀតបាទអញ្ចឹងសរុបសេចក្តីមកបាទគឺយើងមានអ្នកប្រមាញ់ច្រើននៅក្នុងព្រៃអរគុណសម្រាប់ការទស្សនា